ភាពឈ្ងុយនឹងមិនទទួលកំហុសធ្វើឲ្យសាធារណជនបាត់បង់ជីវិតទៅនេះគឺផ្ដើមចេញពីការមិនគោរពលោកតាប្រាប់ឲ្យចៅធ្វើអញ្ចឹងរហូតដើម្បីអីទៅលោកតាយើងចាំបាច់មានវាធ្វើអីលោកតាចាំបាច់ណាស់ចៅមិនថាក្មេងចាស់ប្រុសឬស្រីប្រកាន់ជាប់ក្នុងសិលធម៌សុជីវធម៌ការគួរសមនឹងការគោរពនេះហើយទោះទៅដល់ទីណាក៏ដោយអ្នកចៅជាខ្មែរចៅត្រូវតែមានទោះបីជាចៅរៀនដល់ណាក៏ដោយមានចំណេះដឹងខ្ពស់យ៉ាងណាក៏ដោយប៉ុន្តែបើចៅគ្មានសុជីវធម៌ចាំធំចាំធ្វើបានអត់លោកតាគឺផ្ដើមចេញពីក្មេងនេះហើយក្មេងត្រូវមានសិលធម៌ចេះលើកតែសុភ័យជំរាបសួរជំរាបលាចេះអនុគ្រោះចំពោះចាស់ទុំណាមិនត្រូវទៅនិយាយស្ដីជាមួយចាស់ត្រូវចេះអនុគ្រោះហើយបើចាស់វិញចាស់ទៅធ្វើអ្វីសម្រាប់ជាមួយថ្ងៃនេះហើយគឺគេហៅថាមកបាត់